អូខេសួស្តីបងប្អូនគ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីរបៀបប្រើប្រាស់កម្មវិធី Line មួយសម្រាប់បងប្អូននៅពេលដែលបងប្អូន Line ទៅអាចដាក់ជា poster ឬមួយក៏វីដេអូតម្លៃផ្សេងនៅក្នុងវីដេអូ Line របស់យើងណានៅក្នុង Facebook អញ្ចឹងបងប្អូនចូលទៅក្នុងPlay Store មកឬមួយក៏ App Store iPhone download នៅកម្មវិធីមួយនេះបងប្អូនវាយពាក្យនឹងមកនេះPRISM នេះហើយវា load មកនេះវា load មកអញ្ចឹងបងប្អូនចុចលើនឹងមកនឹងឃើញនេះអានេះដោយសារតែខ្ញុំ download មកហើយវាចុចលុយ open ហើយបងប្អូនអត់ទាន់ load install អញ្ចឹងអូខេឥឡូវខ្ញុំ back មកវិញហើយខ្ញុំចូលទៅក្នុងកម្មវិធីមួយហ្នឹងហើយមុននឹងចូលទៅក្នុងកម្មវិធីមួយហ្នឹងបងប្អូនត្រូវប្រកាសថានៅក្នុងទូរស័ព្ទហ្នឹងបងប្អូនត្រូវមាន account ក៏ដូចជា Facebook page នៅក្នុង account ហ្នឹងដែលបងប្អូនធ្វើការ live បងប្អូនអូខេអញ្ចឹងយើងចូលមកអូខេចាំតិចអញ្ចឹងវា load បែបនេះវា load បែបហ្នឹងមកបងប្អូនអាចចុចពាក្យ continue with Facebook វានឹង load មកហើយចាំតិចអូខេអញ្ចឹងបងប្អូនចុចពាក្យ OK នេះមកបន្តមកទៀតយើងអាចចុចពាក្យ use ខាងលើក៏បានដែរហើយចុចពាក្យ allow មកអូខេឥឡូវយើងចូលមកកម្មវិធីនឹងហើយបងប្អូននឹងឃើញបែបនេះយើងអមមកស្ដាំយើងឃើញបែបនេះវាមាន media playlist ហើយអមមកឆ្វេងគឺវាមាន load បែបនេះតែបងប្អូនមិនបាច់ខ្វល់ទេហើយអានេះកន្លែងបវលកាមេរ៉ាមុខក្រោយបងប្អូននេះយើងចុចហ្នឹងមកហើយបងប្អូនចុចពាក្យ front នេះវានឹងបែរកាមេរ៉ាខាងមុខអានេះដោយសារតែខ្ញុំចង់ឃើញមុខខ្ញុំដាក់ខាងក្រោយទៅអូខេអញ្ចឹងដើម្បីចូលទៅ live page អានេះបងប្អូនចុចទៅពាក្យ ready នេះមកអានេះបើសិនជាបងប្អូនចុចពាក្យ go to live នេះគឺវាចូល live ក្នុង account Facebook របស់យើងហ្មងអានេះខ្ញុំក៏ដូចជាមួយ account មួយនេះដែលខ្ញុំថតហ្នឹងណាហើយបើសិនជាបងប្អូនចង់ឲ្យវា live លេចចូល page បងប្អូនចុចលើ account ហ្នឹងមកអូខេចុចលើហ្នឹងហើយបងប្អូនចុចលើaccount នេះចុចលើហ្នឹងមួយទៀតមកអូខេដល់ពេលចុចមកវា load បែបនេះវាមាន everyone ហើយនឹង Facebook page បងប្អូនចុចនេះមកអូខេហើយបន្តមកទៀតនេះបងប្អូនចុចពាក្យ load page នេះមកអញ្ចឹងបងប្អូនអាចមើលតាមនឹងបានហើយបងប្អូនចង់ live page មួយណាបងប្អូនគ្រាន់តែ select page មួយនឹងមកអូខេហើយវានឹង load ទៅ page ហ្នឹងហើយអញ្ចឹងណានេះបងប្អូន back មកឃើញ page មួយនេះអូខេយើង back មកទៀតមកហើយយើង back មកទៀតហើយបងប្អូនគ្រាន់តែចុចពាក្យ go to live ទៅគឺវា live ចូល page របស់យើងហើយអូខេអានេះគ្រាន់តែជាវីដេអូនៃការរបៀបប្រើប្រាស់ក្នុង page ហើយមួយទៀតបើសិនជាបងប្អូនចង់ដាក់អក្សរនេះអក្សររត់នេះ style អក្សរវាមានច្រើនអញ្ចឹងបងប្អូនវាមានច្រើននេះឃើញអត់ចាំមើលនេះអូខេខ្ញុំដាក់ហ្នឹងហើយខ្ញុំទៅសេជាភាសាខ្មែរមើលសួស្តីបងប្អូនទាំងអស់គ្នាអូខេឥឡូវខ្ញុំដាក់ប៉ុណ្្នឹងសិនខ្ញុំដាក់ប៉ុណ្្នឹងហើយខ្ញុំដាក់ពាក្យ add អូខេឥឡូវខ្ញុំចង់ឲ្យវារត់នៅខាងក្រោមឬមួយក៏ខាងលើអញ្ចឹងណាតាមដែលយើងចង់បានអញ្ចឹងទៅវានឹង load ឃើញអត់នេះអូខេឃើញអត់បងប្អូនឥឡូវខ្ញុំដាក់ពាក្យកណ្ដាលនេះស្រួលមើលសិនហើយយ៉ាស់បាំងទៀតខ្ញុំយកទៅដាក់នេះបងប្អូនឃើញអត់នេះដោយសារតែខ្ញុំដាក់ទៅវាបាំងជាមួយអក្សរហ្នឹងប៉ុន្តែដល់ពេលយើង live ទៅគឺយើងឃើញហើយឥឡូវខ្ញុំមកខាងឆ្វេងមួយទៀតខ្ញុំដាក់ជា media អានេះបើយើងចុច media ទៅយើងមានជាវីដេអូឬមួយក៏ music អញ្ចឹងណាបងប្អូនហើយយើងចាប់ចូលដាក់មកហើយយើង pop up នៅលើ live របស់យើងកែណាមួយទៅក៏បានហើយយើង design ជា poster កាត់តវីដេអូខ្លីៗសម្រាប់ដាក់ក្នុង live ទៅយើងឃើញហើយបងប្អូននេះគឺវិធីងាយៗសម្រាប់បងប្អូនយកទៅ live អាចប្រើកម្មវិធីមួយនេះបានហើយវា free គឺមាន function ប៉ុណ្ណឹងបើបងប្អូនចង់បានល្អបងប្អូនអាចចុចពាក្យ plus នេះដើម្បី subscribe របស់វាប៉ុន្តែបើយើងធ្វើ live មកមិនបាច់ទេបងគ្រាន់តែបើយើងអត់ទិញវានឹង load ពាក្យ logo របស់វាអា stream ហ្នឹងណាបងប្អូនអូខេ
អូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងសម្រាប់ចំណងផ្សេងៗបងប្អូនអាច comment នៅក្នុងវីដេអូខាងក្រោមហើយបើសិនថាវីដេអូនេះមានប្រយោជន៍បងប្អូនកុំភ្លេចជួយ share នៅវីដេអូមួយនេះផងឬមួយក៏បងប្អូននៅក្នុង YouTube បងប្អូនអាចជួយចុច like នៅវីដេអូនេះឬមួយក៏ជួយ subscribe